เรื่องโยธีไทยวิประหาដោយអាវុធធ្ងន់ធ្ងរលើប្រាសាទព្រះវិហារត្រូវបានកម្ពុជាប្រាប់ទៅគណៈព្រឹទ្ធភូមកពីជាង150ប្រទេសចំពោះមុខគណៈព្រឹទ្ធភូជាង150ប្រទេសតំណាងកម្ពុជាប្រាប់សហគមន៍អន្តរជាតិថានៅក្នុងចំនួនព្រំដែនកម្ពុជាថៃទីហ៊ានថៃនៅតែបន្តរងការវាយប្រហារដោយអាវុធធ្ងន់ធ្ងរការទម្លាក់គ្រាប់បែកដោយមានតាំងការប្រើប្រាស់គ្រាប់បែកចំកោងដែលជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិទៅលើប្រាសាទព្រះវិហារអាយដាមសួយារ៉ាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC បានប្រាប់សហគមន៍អន្តរជាតិថាករណីប្រាសាទព្រះវិហារទោះបីជាសារក្រមតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឆ្នាំ1962និងឆ្នាំ2013បានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ2008ក៏ដោយសារចំនួនព្រំដែនកម្ពុជាថៃប្រាសាទព្រះវិហារនៅតែរងការវាយប្រហារដោយអាវុធធំធ្ងន់ការទម្លាក់គ្រាប់បែកដែលមានតែការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរអាយដាមសួយារ៉ាថ្លែងយ៉ាងដូចនោះធ្វើក្នុងសន្និសីទពិភពលោក UNESCO ស្ដីពីគោលនយោបាយវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាព Mondial 2025 ប្រព្រឹត្តទៅនៅថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី1ខែតុលាឆ្នាំ2025នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញដែលមានការចូលរួមពីគណៈព្រឹទ្ធភូជាង150ប្រទេស